ប្រសិនបើយើងចង់ដូរទៅជាភាសាខ្មែរ point នេះទៅជាចំណុចព្រំ polygon នេះទៅជារូបរាងដីរូបរាងនឹងផ្ទៃកន្លាដីអញ្ចឹងអាហ្នឹងយើងធ្វើម៉េចដោយសពម្ដងអ្នកនរគ្នាប្រហែលជា marine name layer នេះក៏ប៉ុន្តែវិធីសាស្ត្រនេះមិនមែនជាវិធីសាស្ត្រល្អទេគឺយើងធ្វើយ៉ាងម៉េចរក្សានៅឈ្មោះដើមឲ្យគេអញ្ចឹងយើងមានវិធីមួយទៀតគឺ label ឲ្យវា right click លើ point ចូលមក symbology មកខាងនេះកន្លែង label នេះគឺយើងអាចដាក់ឈ្មោះថ្មីឲ្យវាបានកន្លែងនេះខ្ញុំដាក់ថាចំណុចព្រំប្រទល់ដីអូខេចុចពណ៌មកវានឹងលោតចេញមកនៅខាងក្រោម layer របស់យើងនេះហើយ polygon ដូចគ្នាដែរគ្រាន់តែ select លើ polygon មកមិនបាច់ right click ទៅ symbol ទៀតទេព្រោះវាស្គាល់ហើយវានឹងប្រែប្រួលទៅតាម layer ដែលយើង select នេះទាំងខាងនេះណាអញ្ចឹងអានេះយើងដាក់ថារូបរាងនិងផ្ទៃក្រឡាវានឹងលោតចេញមកខាងក្រោមនេះដែរអូខេសូមថែមជូនបន្តិចទៀតទាក់ទងទៅនឹងការគ្រប់គ្រង font ឧទាហរណ៍ថាខាងលើនេះគឺខ្ញុំចង់ដាក់ខ្មែរ OS មូលឬក៏មូល line អញ្ចឹងទៅខាងក្រោមគឺខ្ញុំចង់ដាក់ខ្មែរ OS បាត់ដំបងអញ្ចឹងដើម្បីធ្វើ right click យក property កន្លែងនេះចូលមក text symbol មកអានេះយើងដូរទៅខ្មែរ OS មូលខ្មែរ OS មូលសិនមកនេះយកមូល line សិនមកអញ្ចឹងវាទៅទាំងអស់ហើយអូខេអញ្ចឹងយើងបិទចេញហើយចូលមកផ្នែកខាងឆ្វេងនេះកន្លែង legend layer នេះអញ្ចឹងយើងឃើញថាមានប្រមាណនេះមាន point ហើយនិង polygon អញ្ចឹងយើងចង់ដូរអាខាងក្រោមនេះ point និង polygon នេះទៅខ្មែរ OS បាត់ដំបងអញ្ចឹងយើង select ទាំងពីរនេះមក select ទាំងពីរចូលមក legend ហើយដូរធម្មតាដូរទៅខ្មែរ OS បាត់ដំបងអូខេនេះអញ្ចឹងវានឹងដូរហើយឃើញស្អាតទេ